ចង់តលេងកាយប៉ុន្តែអត់ដឹងគេណាមែនមកខ្ញុំនាំមកស្គាល់កន្លែងគេមួយកន្លែងដែលមានភាពស្ងប់ស្ងាត់ហើយបរិយាកាសធម្មជាតិទៀតកន្លែងហ្នឹងគឺមានឈ្មោះថា Sunset Resort នៅហ្នឹងគឺគេមានច្រើនបន្ទប់មែនតើមានរហូតដល់ទៅ5ប្រភេទសម្រាប់យើងធ្វើការជ្រើសរើសហើយគេក៏មាន playground សម្រាប់ឲ្យក្មេងៗលេងផងដែរអញ្ចឹងតើទៅមើលបន្ទប់នីមួយៗរបស់គេទាំងអស់គ្នាចូលមកបន្ទប់ទី1គឺបន្ទប់ VIP Suite បន្ទប់ហ្នឹងគឺធំទូលាយមែនតើអញ្ចឹងសម្រាប់អ្នកគេដែលមកជាក្រុមជាមួយមិត្តភ័ក្តិឬក៏គ្រួសារអីយកបន្ទប់ហ្នឹងគឺត្រូវហ្មងព្រោះបន្ទប់ហ្នឹងគឺគេមាន2ជាន់ក្នុងមួយជាន់មានខែធំៗចំនួន2ហើយខែហ្នឹងគឺអាចគេងបានពី8ទៅ16នាក់ទៀតហើយអីដែលពិសេសគឺនៅជាន់លើគឺគេមានអាងទឹកផ្ទាល់ខ្លួនឲ្យយើងមួយទៀតដែលយើងអាច enjoy មើលទេសភាពអាងទឹកនៅខាងក្រៅបានទៀតហើយកុំបារម្ភរឿងបន្ទប់ទឹកព្រោះទាំងជាន់ក្រោមនិងជាន់លើគឺមានបន្ទប់ទឹករៀងៗខ្លួនហើយបើឲ្យខ្ញុំជ្រើសរើសវិញគឺខ្ញុំចូលចិត្តនៅខាងលើជាងព្រោះដោយសារនៅខាងលើគឺវាស្អាតហើយយើងអាចមើលឃើញទេសភាពនៅខាងក្រៅបានទៀតចូលមកបន្ទប់ទី2គឺ Family Suite បន្ទប់នេះបើសិនជាអ្នកទាំងអស់គ្នាមកជាក្រុមហើយចង់គេងជុំគ្នាប៉ុន្តែខែផ្សេងគ្នាអាចយកបន្ទប់នេះបានព្រោះដោយសារបន្ទប់នឹងគឺមានខែ2ជាន់ចំនួន2ហើយជាមួយនឹងខែធំមួយទៀតដែលអាចគេងបានពី6ទៅ7នាក់ចូលមកបន្ទប់ទី3 Deluxe Twin Room បន្ទប់នេះគឺគេមានខែ2ដែលអាចគេងបានគ្នា3ទៅ4នាក់អញ្ចឹងសម្រាប់អ្នកគេដែលមកគ្នាតិចអីអាចយកបន្ទប់នេះបានចំពោះបន្ទប់ទី4គឺ Executive Suite សម្រាប់អ្នកគេដែលមកជាគូឬក៏គ្នា2 3នាក់អីអាចយកបន្ទប់នេះបានដោយសារគេមានបន្ទប់ខែធំមួយជាមួយនឹងបន្ទប់ទទួលភ្ញៀវដាច់ដライទៀតបើបន្ទប់គេវិញគឺគេរៀបចំចេញមកស្អាតហើយរ៉ូមែនទិកមែនតើបើបន្ទប់ទឹកគេវិញគឺស្អាតហើយធំទៀតហើយនៅនឹងបើសិនជាអ្នកទាំងអស់គ្នាចង់អាំងសាច់ញ៉ាំអីក៏កុំភ័យដោយសារគេមានចង្កៀងអាំងសាច់ឲ្យយើងគ្រប់បន្ទប់ហ្មងចូលមកបន្ទប់ចុងក្រោយ Deluxe Queen Suite បន្ទប់នឹងគឺអាចគេងពី2ទៅ3នាក់សម្រាប់អ្នកគេដែលមកជាគូហើយចង់បានបន្ទប់រៀងធូរថ្លៃអាចជ្រើសរើសបន្ទប់នេះបានអញ្ចឹងសម្រាប់អ្នកគេដែលចង់ដឹងព័ត៌មានបន្ថែមអីអាចសាកសួរទៅកាន់ page គាត់បាន Sunset Resort ចាំខ្ញុំដាក់ contact គាត់នៅខាងក្រោមនឹងអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នាវីដេអូពេលក្រោយបាយបាយ